Ion Dipol និង Geely ជាប់ឈ្មោះជាម៉ាករថយន្តចិនមានគុណភាពខ្ពស់បំផុតប្រចាំឆ្នាំ2024បច្ចុប្បន្ននេះរថយន្តចិនកំពុងតែវាយលុកទីផ្សារខ្លាំងមែនទែននៅទូទាំងពិភពលោកជាពិសេសនោះគឺរថយន្តប្រើប្រាស់ថាមពលថ្មី New Energy Vehicle ឬថាមពលអគ្គិសនីថ្មីនេះគេបានបង្ហាញឲ្យឃើញនៅចំណាត់ថ្នាក់គុណភាពម៉ាករថយន្តចិនប្រចាំឆ្នាំ2024ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ Ion បានជាប់ចំណាត់ថ្នាក់កំពូលជាលើកទី3ជាប់ៗគ្នាសម្រាប់ឆ្នាំ2024នេះខាងក្រោមនេះគឺជាម៉ាករថយន្តចិនដែលធ្វើបានល្អបំផុតប្រចាំឆ្នាំ2024ចំណាត់ថ្នាក់ទី1 Ion ទទួលបានបន្ទុក162 Nevo ទទួលបានបន្ទុក167ចំណាត់ថ្នាក់ទី3 Landin ទទួលបានបន្ទុក171ចំណាត់ថ្នាក់ទី4 Dipol ទទួលបានបន្ទុក181ចំណាត់ថ្នាក់ទី5 Geely ទទួលបានបន្ទុក183សូមបញ្ជាក់ឲ្យដឹងដែរថាបន្ទុកកាន់តែតិចមានន័យថាគុណភាពកាន់តែប្រសើរក្នុងនោះម៉ាករថយន្តចិនដែលកំពុងតែមានលក់នៅលើទីផ្សារប្រទេសកម្ពុជាផ្លូវការមានដូចជា Ion, Dipol និង Geely Ion ក៏ធ្លាប់បានជាប់ជាម៉ាករថយន្តចិនមានគុណភាពខ្ពស់បំផុតនៅក្នុងឆ្នាំ2022ដែលទទួលបានបន្ទុក125និងនៅក្នុងឆ្នាំ2023ជាមួយនឹងបន្ទុក143ផងដែរគួរឲ្យដឹងដែរថា Ion គឺជាក្រុមហ៊ុនផលិតរថយន្តប្រើប្រាស់ថាមពលអគ្គិសនីដែលស្ថិតនៅក្រោមក្រុមហ៊ុនធំ GAC ហើយបច្ចុប្បន្ននេះក៏មានក្រុមហ៊ុនផ្លូវការនៅក្នុងប្រទេសកម្ពុជាដែរដែលមានលក់ទាំងម៉ាក Ion និង Haptic ហើយមានលក់ដូចជា model Ion V, Ion Y Plus, Ion ES និង Haptic HT ផងដែរគួរឲ្យដឹងដែរថាចំណាត់ថ្នាក់គុណភាពម៉ាករថយន្តចិនសម្រាប់ម៉ាករថយន្តប្រើប្រាស់ថាមពលថ្មីឯករាជ្យឬ New Energy Vehicle Independent Brands គឺផ្អែកទៅលើទិន្នន័យនៃការប្តឹងតវ៉ានៅលើគេហទំព័រ China Automotive Quality Website ស្ដីពីការវាយតម្លៃនិងគ្រប់គ្រងហានិភ័យនៃសុវត្ថិភាពផលិតផលរថយន្តដែលចេញនិងអនុវត្តដោយរដ្ឋបាលចិនសូមបញ្ជាក់ថាចំណាត់ថ្នាក់គុណភាពម៉ាករថយន្តចិន China Automotive Brand Quality Ranking ត្រូវបានធ្វើឡើងដោយផ្អែកទៅលើការវាយតម្លៃទាំង5គឺចំនួននៃការប្តឹងតវ៉ារបស់អ្នកប្រើប្រាស់ហានិភ័យនៃភាពខុសប្រក្រតីភាពធន់សុវត្ថិភាពនិងការបំភាយឧស្ម័នទៅបរិស្ថានដោយផ្អែកលើគោលការណ៍យុត្តិធម៌និងមានភាពត្រឹមត្រូវបំផុតក្នុងគោលបំណងពង្រឹងនូវគុណភាពរថយន្តសម្រាប់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន